ពេលនោះស្ដេចបិសាចក៏ចាប់ផ្ដើមជ្រួតចិញ្ចើមរកនឹកទៅដល់សត្វក្រពើខ្មៅតាមពិតទៅវាគឺជាសត្វក្រពើយាមច្រកទ្វារចូលទៅភូមិបងបត់នឹងឯងក្រែងវានៅទីនោះស្ដាប់បង្គាប់តាសចាំងហេតុអ្វីបានជាคล้ายជាក្រពើបិសាចទៅវិញហើយតាមពិតទៅក្រពើខ្មៅនេះចាក់ចេញពីទីកន្លែងនោះដោយសារតែក្រពើសខំបណ្ដេញវាឲ្យចេញពីខ្លោងទ្វាររបស់ភូមិសចាំងវត្តមានរបស់ស្ដេចបិសាចបានចេញពីក្នុងកន្លមាសតាសចាំងក៏បានដឹងច្បាស់នៅពេលដែលគាត់អង្គុយសមាធិនោះគាត់ក៏ចាប់ផ្ដើមក្រោកឡើងរួចហើយសម្លឹងទៅកាន់ចៅប្រុសតែឥសីសចាំងបាននិយាយថាអ្នកសម្រិតឥឡូវនេះស្ដេចបិសាចបានចេញពីក្នុងកន្លមាសនោះហើយឥឡូវចៅត្រូវតែប្រញាប់ធ្វើដំណើរចេញពីទីកន្លែងនេះអ្នកចៅអាចទៅជួបជាមួយនឹងឪពុកម្ដាយបានហើយសម្រិតក៏ភ្ញាក់ផ្អើលបន្ទាប់ពីឮសម្ដីតាសចាំងគេសប្បាយចិត្តខ្លាំងណាស់ពេលនោះសម្រិតបាននិយាយថាលោកតាអាគមគាថាលោកតាបានបង្ហាត់បង្រៀនមកខ្ញុំអស់ហើយខ្ញុំក៏ដល់ពេលចាក់ចេញពីទីកន្លែងនេះដែរខ្ញុំរវល់សប្បាយចិត្តខ្ញុំនឹងបានទៅបង្រើឪពុកម្ដាយរបស់ខ្ញុំដោយការមុនវិញហើយបន្ទាប់ពីនោះទៅតាសចាំងក៏ចាប់ផ្ដើមប្រមូលតាសចាំងដែលជាអ្នកមានមុនវិជ្ជាទាំងអស់នៅទីកន្លែងនេះឲ្យមកប្រជុំគ្នាក្រោយមកគាត់ក៏បានរៀបរាប់សាច់រឿងដែលសម្រាប់ត្រូវធ្វើដំណើរចាក់ចេញពីទីកន្លែងនេះសចាំងក៏និយាយថាអ្នកទាំងអស់គ្នាដល់ពេលហើយដែលខ្ញុំធ្លាប់ប្រាប់អ្នកទាំងអស់គ្នានោះគឺដល់ពេលហើយស្ដេចបិសាចអាចចេញពីក្នុងកន្លងនេះបានមើលទៅប្រហែលជាមានមនុស្សជួយវាពិតជាមិនខាននិស័យពិតជានិស័យមែនក្រោយពីនោះទៅតាសចាំងក៏បានដោះខ្សែអង្កាំយកទៅពាក់នៅលើកសម្រិតគាត់បានផ្ដាំថាខ្សែអង្កាំនេះមិនធម្មតានោះទេមានអានុភាពរឹតចងទៅលើសត្វតូចធំជាពិសេសនោះគឺវាមានកម្ដៅហាក់ដូចជាភ្លើងនៅពេលនោះសម្រិតក៏បានលើកជង្គង់សំពះទៅកាន់តាសចាំងភ្លាមនោះសចាំងក៏បាននិយាយទៅកាន់សម្រិតថាចៅគ្រូគ្រប់គ្នាបន្ទាប់ពីសិស្សរៀនចប់គេតែងតែមានរបស់របរឲ្យទៅកាន់សិស្សក៏ប៉ុន្តែនៅទីនេះគ្មានអាវុធនោះទេដោយសារនេះជាភូមិសចាំងក៏ប៉ុន្តែបើសិនជាឯងទៅដៃទទេប្រកាសជាមិនអាចទប់ទល់ជាមួយនឹងស្ដេចបិសាចបានឡើយអនុភាពរបស់វានោះខ្លាំងណាស់តាសចាំងសម្លឹងទៅកាន់គ្នារបស់គាត់រួចហើយក៏និយាយថាអ្នកទាំងអស់គ្នាគួរយល់ពីសម្ដីរបស់ខ្ញុំហើយក្រោយមកពួកគាត់ក៏ចាប់ផ្ដើមអង្គុយពេនភ្នែនរួចហើយប្រណម្យដៃមួយសន្ទុះក្រោយមកស្រាប់តែពន្លឺចេញពីក្នុងប្រអប់ដៃរបស់ពួកគាត់ទាំងពីរនាក់ទៅគុំជុំគ្នាត្រឹមតែមួយសន្ទុះពន្លឺនោះក៏ចាប់ផ្ដើមបង្កើនអាវុធដ៏មានអានុភាពមួយនោះគឺលំពេងមុខ3មួយសន្ទុះក្រោយមកអាវុធនោះក៏បានធ្វើរួចតាសចាំងក៏បានចាប់វារួចហើយបិទភ្នែករាយមន្តអាគមរបស់គាត់ខ្ញុំសូមហៅអាគមគាថាទៅចោះដោយសារតែនិយាយទៅអ្នកទាំងអស់គ្នាងាយស្រួលស្ដាប់តាមពិតទៅពួកព្រាហ្មណ៍ឬពួកសចាំងគេតែងតែរៀនគម្ពីរវេទដែលជាវេទដែលមានមន្តអានុភាពក៏ប៉ុន្តែខ្ញុំសូមហៅថាមន្តអាគមដើម្បីឲ្យអ្នកទាំងអស់គ្នាស្ដាប់យល់បន្ទាប់ពីសចាំងបិទភ្នែករាយមន្តអាគមរួចនៅពេលនោះពន្លឺគាថាក៏ចាប់ផ្ដើមផុសចេញមកលើលំពេងមុខ3លំពេងនោះក៏ចាប់ផ្ដើមមានពន្លឺពណ៌ក្រហមដូចជារងើកភ្លើងដែលកំពុងតែឆេះនៅពេលនោះសចាំងក៏និយាយថាណែសម្រិតចៅឯងយកលំពេងនេះចាក់ចេញពីទីកន្លែងនេះទៅទប់ទល់ជាមួយនឹងស្ដេចបិសាចយប់នេះគេប្រកាសជាធ្វើដំណើរចូលទៅក្នុងភូមិពិតជាមិនខានជឿតាទៅតោះធ្វើដំណើរទៅជាមួយនឹងតាសម្រិតបានលុតជង្គង់ទទួលលំពេងមុខ3ដ៏មានអានុភាពនោះរួចហើយក៏ចាប់ផ្ដើមធ្វើដំណើរតិចចាក់ចេញពីទីកន្លែងនេះក៏ប៉ុន្តែមុននឹងចាក់ចេញគេទៅក្រាបសំពះលាតាសចាំងទាំងអស់នៅទីកន្លែងនេះផងដែរដោយសារតែពួកគាត់គឺជាអ្នកមានគុណចំពោះអ្នកកំឡោះនឹងឯងសចាំងបានធ្វើដំណើរនាំអ្នកកំឡោះរហូតដល់ច្រកទ្វាររួចហើយគាត់ក៏បាននិយាយជាមួយនឹងក្រពើសនេះថាក្រពើសឯងដល់ពេលចាក់ចេញពីទីកន្លែងនេះហើយឯងទៅជាមួយនឹងសម្រាប់ទៅជួយមើលថែទៅកាន់គេការពារគេបើសិនជាបានជួបជាមួយនឹងពពួកបិសាចដ៏មានអំណាចនោះឯងត្រូវតែបំចេញអនុភាពរបស់ឯងដើម្បីជួយសង្គ្រោះទៅកាន់ចៅប្រុសព្រមទាំងជួយសង្គ្រោះទៅកាន់អ្នកភូមិផ្សេងទៀតក្រពើសហាក់ដូចជាឲ្យសញ្ញាទៅកាន់តាសចាំងតាមពិតទៅក្រពើនេះវាក៏ចេះនិយាយដែរដោយសារតែមានញាណអនុភាពនៅក្នុងខ្លួនរបស់ក្រពើពេលនោះតាសចាំងក៏បានគោះទៅលើក្បាលសត្វក្រពើនេះ3ដងរួចហើយក៏ប្រែคล้ายទៅជាថ្មពណ៌សដែលមានរូបរាងជាសត្វក្រពើសចាំងបានហុចទៅកាន់សម្រិតរួចហើយក៏និយាយថាអ្នកចៅក្រពើនេះមានអនុភាពខ្លាំងណាស់បើសិនជាឯងចង់ប្រើវាគ្រាន់តែទៅគោះក្បាលរបស់វា3ដងទៅវាប្រកាសជាបង្ហាញរូបរាងមកហើយក៏ប៉ុន្តែទោះបីជាក្រពើថ្មក៏ដោយអនុភាពវិញ្ញាណស្ថិតនៅក្នុងខ្លួនរបស់វានេះគឺតាក់ទងជាមួយនឹងសត្វក្រពើដូច្នេះហើយវាត្រូវការទឹកជារឿងរាល់ថ្ងៃសិលចៅត្រូវតែយកវាទៅត្រាំទឹកមួយសន្ទុះរួចហើយ
ចាំយកវាចេញពីក្នុងទឹកនោះមកវិញចាំបណ្ដំតាចាំឲ្យច្បាស់ណាចៅកំឡុងរបស់យើងគេស្រក់ទឹកភ្នែកដោយសារតែលោកតាបានជួយទៅកាន់គេហើយបង្ហាត់បង្រៀនមុនមកគុំជាពិសេសនោះគឺបានឲ្យរបស់ពិសេសទៅកាន់គេទៀតផងកំឡុងសម្រិតតែងតែលិតជង្គង់លើកដៃសំពះទាំងសងខាងប្រណម្យទៅកាន់លោកតាសេចាងប៉ុណ្ណោះគ្មានអ្វីតបស្នងសងគុណទៅគាត់បាននោះទេក្រោយពីនោះទៅអ្នកកំឡុងក៏ចាប់ផ្ដើមយកក្រពើដាក់ក្នុងថងយាមរួចហើយកាន់លំពែងរបស់គេធ្វើដំណើរចាក់ចេញពីខ្លោតទ្វារភូមិសេចាងនៅពេលប្រលប់នោះផងដែរស្ដេចបិសាចក៏ចាប់ផ្ដើមនាំបាក់ពួកកូនចៅមួយចំនួនធ្វើដំណើរចាក់ចេញពីក្នុងព្រៃនេះដើម្បីទៅកម្ចាត់អ្នកភូមិឯអ្នកកំឡោះបានដើរចេញពីច្រកទ្វារនោះបានមួយសន្ទុះក៏សម្លឹងឃើញដើមឈើធំដែលខ្លួនបានទុកសัตว์ឆ្លុះកាលពីមុននឹងឯងកំឡោះគេក៏ចាប់ផ្ដើមស្រក់ទឹកភ្នែកមិនដឹងថាឪពុកម្ដាយរបស់គេយ៉ាងម៉េចអាម៉ាហើយនោះទេពួកគាត់កាន់តែចាស់ចំណែកជីវភាពរបស់ពួកគាត់នោះកាន់តែលំបាកកំឡោះដកដង្ហើមធំរួចហើយក៏ធ្វើដំណើរបន្តិចសម្លឹងចុះសម្លឹងឡើងគេបានឃើញទីកន្លែងដែលគេធ្លាប់ចូលទៅប្រមាញ់សិតជាមួយនឹងឪពុកម្ដាយរបស់គេសម្រិតមានចិត្តអាណិតទៅកាន់ខ្លួនឯងណាស់មិនគួរប្រត់ប្រាស់ចេញពីឪពុកម្ដាយអស់រយៈពេល3ឆ្នាំដូចឆ្នេះនោះទេក៏ប៉ុន្តែគ្រប់យ៉ាងកាន់បានរៀបចំបើសិនជាគេមិនអាចចេញពីឪពុកម្ដាយគេនោះទេគេគ្មានអាគមអាចទប់ទល់ជាមួយនឹងស្ដេចបិសាចដើម្បីទៅជួយអ្នកស្រុកភូមិរបស់គេបានទេគ្រប់យ៉ាងសុទ្ធតែមានហេតុផលសម្រាប់ឈរបានបន្តិចសម្រក់ទឹកភ្នែកដោយសារតែនឹកឃើញអនុស្សាវរីយ៍រាប់ពាន់នៅក្នុងព្រៃក្រោយពីនោះទៅគេក៏បានយកដៃគេទាំងសងខាងជូតទឹកភ្នែករួចហើយក៏ចាប់ផ្ដើមលីលំពេងមកបីធ្វើដំណើរចាក់ចេញពីទីកន្លែងនេះដើរឆ្ងាយទៅយើងដូចជាដឹងស្រាប់ហើយនៅក្នុងដែនព្រៃនេះគឺជាដែនព្រៃរបស់ស្ដេចបិសាចគឺជាកន្លែងគួរឲ្យខ្លាចមួយសន្ទុះក្រោយមកអ្នកកំឡុកស្រាប់តែបានឃើញមនុស្សជាច្រើនកំពុងតែឈរក្រោមដើមឈើទាំងសងខាងផ្លូវសម្រាប់ដឹងច្បាស់ថានេះគឺជាវិញ្ញាណក៏ប៉ុន្តែមិនទាន់ដឹងថាវានេះគឺជាបពួកអមនុស្សស៊ីសាច់ឬក៏អមនុស្សមកសុំផលបន់នោះទេភ្លាមនោះអ្នកកំឡុកក៏បានឈរត្រឹងដៃកាន់លំពេញមុខបីជាប់ពួកអមនុស្សទាំងឡាយក៏ចាប់ផ្ដើមទម្លាក់សក់អន្តាយរួចហើយទម្លាក់អណ្ដាតតិចដើរសម្ដៅទៅរកអ្នកកំឡុកសម្លេងសើចខ្លាំងចម្រុះគ្នាក៏ចាប់ផ្ដើមកើនឡើងសម្លេងដ៏ព្រឺព្រួចបាសរោមមួយនោះបន្តមិនដាច់សូរនោះទេហើយសម្រាប់ជើងប្រោកដើរជាន់ស្លឹកឈើនោះក៏បន្តឡើងដែរអមនុស្សស៊ីសាច់ជាច្រើនក៏ចាប់ផ្ដើមនាំគ្នាលើកដៃតម្រង់ទៅរកអ្នកកំឡោះពួកគេក៏ចាប់ផ្ដើមពាត់ជុំវិញមើលទៅពួកវាមានចំនួនច្រើនខ្លាំងណាស់ក៏ប៉ុន្តែសម្រិតបានថាណែពួកឯងគោលបំណងរបស់យើងគឺចង់ចូលទៅក្នុងភូមិដើម្បីជួយអ្នកស្រុកភូមិនោះទេយើងមិនចង់ប៉ះពាល់ឯងឡើយជៀសផ្លូវឲ្យយើងធ្វើដំណើរចាក់ចេញពីទីកន្លែងនេះក៏ប៉ុន្តែអមនុស្សកំពុងតែមានការស្រេកឃ្លានដោយសារតែវាគឺជាបរិវារស្ដេចបិសាចអស់រយៈពេលជាច្រើនឆ្នាំមកហើយមិនដែលបានស៊ីសាច់អាហារឆ្ងាញ់នោះទេពេលនោះពួកវានៅតែបន្តដើរចូលមកចិត្តស្របពេលនោះផងដែរសម្រាប់ក៏ចាប់ផ្ដើមប្រណម្យដៃក្តាប់ដៃទៅលើលំពេងមុខបីលំពេងក៏ចាប់ផ្ដើមមានបន្លឺក្រហមហាក់ដូចជាដៃកំពុងតែដុតឆ្អិននៅក្នុងដៃរបស់អ្នកកំឡោះនោះសម្រាប់ក៏បានអុកលំពេងទៅលើដីស្រាប់តែអនុភាពនោះក៏ធ្វើឲ្យពពួកខ្មោចព្រាយបិសាចប៉ាំងខ្ទាតរួចហើយក៏ចាប់ផ្ដើមនាំគ្នាស្រែកអូនតែបំចេញបន្លឺពេញតែព្រៃ